នេះគឺជាអាវុធបាញ់ភ្លើង Napalm ដែលសូម្បីតែច្បាប់អន្តរជាតិក៏ត្រូវបង្ខំចិត្តហាមឃាត់ដែរតើវាមានប្រភពមកពីណាហើយហេតុអ្វីបានជាវាគួរឲ្យខ្លាចយ៉ាងនេះអ្វីទៅគឺជាសុបិនអាក្រក់របស់ទាហាននៅក្នុងសង្គ្រាមលោកលើកទី2ដែលវាមិនមែនជាគ្រាប់កាំភ្លើងដែលបាញ់ចំក្បាលស្លាប់ភ្លាមៗនោះទេក៏ប៉ុន្តែវាគឺជាភ្លើងដែលស្អិតជាប់សាច់នៅពេលដែលវាប៉ះខ្លួនអ្នកក៏មិនអាចបោះវាចេញមិនអាចរត់គេចហើយទោះបីជាយើងខំប្រឹងលោតចូលទឹកក៏វានៅតែបន្តដុតរំលាយសាច់របស់យើងរហូតទៅដល់ឆ្អឹងដែរនេះគឺជាអាវុធបាញ់ភ្លើង Napalm ដែលសូម្បីតែច្បាប់អន្តរជាតិក៏ត្រូវបង្ខំចិត្តហាមឃាត់ដែរតើវាមានប្រភពមកពីណាហើយហេតុអ្វីបានជាវាគួរឲ្យខ្លាចយ៉ាងនេះថ្ងៃនេះយើងនឹងមកស្វែងយល់ឲ្យស៊ីជម្រៅពីអាវុធដ៏សាហាវបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិគឺអាវុធបាញ់ភ្លើង Napalm របស់កងទ័ព Marine អាមេរិកដែលថ្មីៗនេះយើងក៏ឃើញថាប្រជាជនថៃគេបានសំណូមពរឲ្យយោធាគេប្រើប្រាស់អាវុធ Napalm នេះមកលើប្រទេសកម្ពុជាយើងខ្ញុំគិតថាបើសិនជាថៃហ៊ានប្រើប្រាស់អាវុធនេះមែនគឺថៃគឺពិតជាប្រទេសមួយដែលឆ្កួតលីលាមែនទែនលែងខ្វល់លែងគិតពីច្បាប់អន្តរជាតិអ្វីទាំងអស់ដើម្បីយល់ពីអាវុធនេះយើងត្រូវដឹងជាមុនថាតើអ្វីទៅគឺជា Napalm នៅក្នុងដំណាក់កាលដំបូងនៃសង្គ្រាមលោកលើកទី2កងទ័ពអាមេរិកគេបានប្រើប្រាស់ប្រេងសាំងធម្មតានៅក្នុងអាវុធបាញ់ភ្លើងក៏ប៉ុន្តែប្រេងសាំងធម្មតាវាមានបញ្ហាពីរទី1គឺវាឆេះលឿនពេកនិងទី2គឺវារាវខ្លាំងពេកដែលធ្វើឲ្យពិបាកនៅក្នុងការបាញ់បានឆ្ងាយរហូតមកដល់ឆ្នាំ1942ក្រុមអ្នកវិទ្យាសាស្ត្រដឹកនាំដោយលោកបណ្ឌិត Louis Fisher នៅក្នុងសាកលវិទ្យាល័យ Harvard គាត់បានរកឃើញដំណោះស្រាយដ៏គួរឲ្យខ្លាចមួយពួកគេបានយកអាស៊ីត Naphthalenic និងអាស៊ីត Palmitic មកលាយបញ្ចូលគ្នាដែលជាប្រភពនៃឈ្មោះ Napalmរួចក៏បញ្ចូលវាទៅក្នុងប្រេងសាំងលទ្ធផលដែលទទួលបានគឺសារធាតុដែលមានលក្ខណៈដូចជាជែលឬក៏ស្អិតដូចជាទឹកឃ្មុំក៏ប៉ុន្តែវាមានសារធាតុចំហេះនៅពេលដែល Napalm ត្រូវបានបាញ់ចេញវាមិនខ្ចាត់ខ្ចាយដូចជាទឹកទេក៏ប៉ុន្តែវាត្រូវហោះទៅជាខ្សែឬក៏ស្អិតជាប់ទៅនឹងផ្ទៃណាមួយដែលវាប៉ះប្រសិនបើវាប៉ះនឹងស្បែកមនុស្សវានឹងស្អិតជាប់ភ្លាមៗហើយដុតរោលសាច់រហូតទៅដល់ឆ្អឹងយើងតែម្ដងអ្វីដែលកាន់តែសាហាវគឺវាមិនងាយនឹងរលត់ឡើយទោះបីជាអ្នកព្យាយាមបោសសម្អាតឬក៏លោតចូលទៅក្នុងទឹកក៏ដោយហេតុអ្វីបានជាកងទ័ព Marine អាមេរិកត្រូវការអាវុធនេះខ្លាំងម្ល៉េះនៅក្នុងសមរភូមិ Pacific ទាហានជប៉ុនគេបានប្រើប្រាស់យុទ្ធសាស្ត្រការពារដល់ស្លាប់នៅក្នុងរូងភ្នំថ្មដែលជីកយ៉ាងជ្រៅកាំភ្លើងធំធម្មតាមិនអាចវាយកំទេចពួកគេបានឡើយនៅពេលនោះហើយដែលអាវុធបាញ់ភ្លើង M2 Flamethrower ដើរតួយ៉ាងសំខាន់កងទ័ព Marine គេប្រើប្រាស់វាដើម្បីបោសសម្អាត mopping up នៅពេលដែល Napalm ត្រូវបានបាញ់ចូលទៅក្នុងរូងភ្នំវាមានឥទ្ធិពលពីរយ៉ាងទី1គឺការដុតដោយផ្ទាល់កម្ដៅពី800ទៅដល់1200អង្សាសេនឹងដុតរំលាយអ្វីទាំងអស់ដែលនៅខាងក្នុងពេលប៉ុន្មានវិនាទីតែប៉ុណ្ណោះទី2គឺការថប់ដង្ហើមដែលយើងហៅជាភាសាអង់គ្លេសថា asphyxiation នេះគឺជាចំណុចដែលមនុស្សភាគច្រើនមិនដឹងភ្លើង Napalm ប្រើប្រាស់អុកស៊ីសែននៅក្នុងបរិមាណដ៏ច្រើនសន្ធឹកសន្ធាប់នៅពេលដែលវាឆេះនៅក្នុងរូងភ្នំវាក៏បឺតយកខ្យល់អុកស៊ីសែនទាំងអស់ចេញនិងជំនួសមកវិញនៅអូស្មန်កាបូនម៉ូណូអុកស៊ីតដ៏ពុលទាហានដែលមិនស្លាប់ដោយសារភ្លើងនឹងត្រូវស្លាប់ដោយសារដាច់ខ្យល់ដង្ហើមយុទ្ធសាស្ត្រនេះត្រូវបានគេប្រើប្រាស់យ៉ាងជោគជ័យនិងបង្ហូរឈាមសាហាវបំផុតនៅកោះ Iwo Jima និងកោះ Okinawa ដែលជាកន្លែងដែលកងទ័ព Marine ត្រូវប្រឈមមុខនឹងបណ្ដាញរងភ្នំរាប់ពាន់ការកាន់កាប់អាវុធបាញ់ភ្លើងមិនមែនជារឿងសប្បាយនោះទេទាហានបាញ់ភ្លើង Flamethrower Operator ត្រូវស្ពាយធុងដែកទម្ងន់ជាង30គីឡូក្រាមដែលមានសម្ពាធខ្យល់អាសូតនិងប្រេង Napalm ពួកគេដើរយឺតៗបំផុតហើយមិនអាចដេកកាប់មុខបានឡើយសម្រាប់ទាហានជប៉ុនទាហានបាញ់ភ្លើងនេះគឺជាគោលដៅអត្តភាពលេខ1ប្រសិនបើពួកគេត្រូវបានសត្រូវចាប់បានពួកគេនឹងកម្រមានជីវិតរស់នៅណាស់ព្រោះសត្រូវស្អប់ខ្ពើមអាវុធមួយនេះខ្លាំងមែនទែនហើយជាងនេះទៅទៀតប្រសិនបើគ្រាប់កាំភ្លើងបាញ់ចំធុងសម្ពាធគឺវាមិនផ្ទុះដូចនៅក្នុងរោងកុន Hollywood ភ្លាមៗទេក៏ប៉ុន្តែវាអាចនឹងបែកធ្លីប្រេងដែលកំពុងឆេះស្រោចពេញខ្លួនទាហាននោះតែម្ដងហើយហេតុអ្វីបានជាវាត្រូវបានហាមឃាត់នៅក្រៅសង្គ្រាមលោកលើកទី2អាមេរិកក៏បានបន្តប្រើ Napalm កាន់តែខ្លាំងនៅក្នុងសង្គ្រាមវៀតណាមរូបភាពក្មេងស្រីវៀតណាមម្នាក់ដែលរត់ស្រាតដោយសារតែភ្លើងឆេះខ្នងគឺបានធ្វើឲ្យពិភពលោកមានការតក់ស្លុតជាខ្លាំងនេះក៏នាំឲ្យមានការជជែកវែកញែកខ្លាំងអំពីសិលធម៌នៃអាវុធមួយនេះរហូតមកដល់ឆ្នាំ1980អង្គការសហប្រជាជាតិក៏គេបានបង្កើតអនុសញ្ញា Convention on Certain Conventional Weapon នៅក្នុងពិធីសារទី3 Protocol 3ក៏បានបែងចែកយ៉ាងច្បាស់អំពីការហាមឃាត់អាវុធដុតគេហៅថា Incendiary Weaponការហាមឃាត់គឺមិនឲ្យប្រើប្រាស់ទៅលើជនស៊ីវិលដាច់ខាតមិនត្រូវប្រើប្រាស់ Napalm បាញ់ចូលទៅក្នុងតំបន់ដែលមានប្រជាជនរស់នៅឡើយទោះបីជាមានទាហានសត្រូវរស់នៅទីនោះក៏ដោយការឈឺចាប់ជ្រុលហួសហេតុច្បាប់អន្តរជាតិយល់ឃើញថា Napalm បង្កការឈឺចាប់ខ្លាំងពេកដែលមិនអាចព្យាបាលបានដែលវាពិតជាផ្ទុយពីគោលការណ៍មនុស្សធម៌
បច្ចុប្បន្នប្រទេសជាង120បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះទោះបីជាអាមេរិកទើបតែចុះហត្ថលេខាជាផ្លូវការនៅក្នុងឆ្នាំ2009ក៏ដោយក៏ប៉ុន្តែកងទ័ពទំនើបគេបានបោះបង់ចោលការប្រើប្រាស់វាហើយងាកទៅប្រើប្រាស់ក្របបែកកម្ដៅ thermobaric ហើយវាមានប្រសិទ្ធភាពជាងក៏ប៉ុន្តែមិនបន្សល់ទុកនៅជាតិជែលដែលស្អិតដុតរួលយូរអង្វែងបែបនោះទេសរុបមក Napalm គឺជាអាវុធដែលបង្ហាញពីភាពឆ្លាតវៃរបស់មនុស្សនៅក្នុងការបំផ្លាញគ្នាឯងទោះបីជាវាបានជួយសង្គ្រោះជីវិតកងទ័ពម៉ារីនជាច្រើនពីការវាយលុកនៅក្នុងរូងភ្នំក៏ដោយប៉ុន្តែវាក៏បានបង្កើតនូវភាពរន្ធត់ដែលមិនអាចបំភ្លេចបាននៅក្នុងប្រវត្តិសាស្ត្រយុទ្ធសាស្ត្រយោធាតើបងប្អូនយល់យ៉ាងណាដែរនៅក្នុងសង្គ្រាមគួរតែមានដែនកំណត់នៅក្នុងការដកវាយកមកប្រើប្រាស់ដែរឬទេឬក៏នៅក្នុងសង្គ្រាមគេចង់ធ្វើអ្វីក៏បានអ្វីៗក៏យុត្តិធម៌សូមបងប្អូនបញ្ចេញមតិយោបល់នៅក្នុង comment ខាងក្រោមប្រសិនបើបងប្អូនចូលចិត្តវីដេអូបែបនេះជួយ comment ឲ្យ admin បានដឹងម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយសូមអរគុណនិងសូមជម្រាបលា